តាំងពីចេះស្លមកបែបនេះមកលែងបុកគ្រឿងស្លបងប្អូនណាការីអត់បុកគ្រឿងឆ្ងាញ់ងាយស្រួលក្នុងការស្លទៅអត់ស្កាតស្លបានគ្រប់ប្រភេទសាច់មិនថាទាមិនថាកងានមិនថាតែសាច់ជ្រូកមិនថាតែមាន់កកទេស្លជាមួយសាច់ណាក៏ឆ្ងាញ់ដែរបងប្អូនណាញ៉ាំធ្វើការីនំប៉័ងក៏បានការីនំចុកកាន់តែឆ្ងាញ់ញ៉ាំជាមួយបាយក៏បាននិយាយពីគ្រឿងផ្សំស្រួលទាំងរៀបស្រួលទាំងធ្វើអត់ស្មុគស្មាញសាំញ៉ាំហើយរបៀបធ្វើក៏ងាយដែរគ្រឿងផ្សំទាំងអស់នេះបងប្អូនអាចចូលមើលបន្ថែមនៅក្នុងខមមិនរូបភាពខ្ញុំដាក់មករូបភាពជូនបងប្អូនតែម្ដងហើយសាច់ដែលខ្ញុំយកមកស្លគឺស្លជាមួយនឹងកងាន3គីឡូកន្លះពេញសាច់មួយក្បាលធំល្អបងប្អូនណាកងានទាមាន់គោកអីកាប់ឲ្យធំបងប្អូនកុំបារម្ភការីកាន់តែធំកាន់តែឆ្ងាញ់ហើយនេះខ្ញុំស្លធ្វើការីនំប៉័ងណារបៀបក្នុងការស្លគឺអត់ពិបាកទេបងប្អូនម្ទេសឆ្អើរដែលយើងបានចិញ្ច្រាំឲ្យម៉ត់ហ្នឹងយកមករំលីងពណ៌ក្រហមល្អមកចាប់ផ្ដើមថែមជាមួយដាក់ជាមួយនឹងកាពីធ្ងន់ស្រាលចូលចិត្តបែបណាដាក់តិចដាក់ច្រើនបងប្អូនដាក់ទៅហើយ3មុខហ្នឹងបងប្អូនណា3មុខនេះហើយស្លយើងអត់បុកគ្រឿងប៉ុន្តែឆ្ងល់ថាម៉េចបានខាប់ដោយសារ3មុខហ្នឹងបងប្អូនខ្ទឹមសខ្ទឹមក្រហមជាមួយនឹងខ្ទឹមបារាំងកូវឹកមកចាប់ផ្ដើមបន្ថែមមកបងប្អូនណាបន្ថែមជាមួយនឹងគ្រឿងការីស្ករត្នោតជាមួយនឹងម្សៅស៊ុបដុំស៊ុបឲ្យបើចូលចិត្តឬក៏ចេះញ៉ាំប៊ីចេងដាក់ប៊ីចេងបន្តិចទៅហើយ3មុខនេះបងប្អូនណាខំសាច់ជាមួយនឹងគ្រឿងមើលទៅឡើងខាប់លឿនហ្នឹងគឺ3មុខហ្នឹងឯងហើយនេះសាច់បងប្អូនណាសាច់យើងរងាស់ជាមួយនឹងគ្រឿងរហូតដល់ដាច់ទឹកប្រៃទៅបងប្អូនជាតិបងប្អូនណាគ្រាន់តែ voice នេះនឹកឃើញឃ្លានទៀតដែរស្លឡើងឈ្ងុយបងប្អូនធ្លាប់ស្លការីរសជាតិក្លិនបែបណាជាមួយឬក៏សាកធ្វើជាមួយវីដេអូមុនក្លិនបែបណាឈ្ងុយបែបណាឆ្ងាញ់បែបណាជួយខមមិនប្រាប់បងប្អូនផងធ្វើ4ដងវគ្គនេះបងប្អូនណាហើយការីកងានជាមួយនឹងក្រាក់កងានបើប្រៀបធៀបទៅម្នាក់មួយយ៉ាងហ្នឹងបងប្អូនក្រាក់ឆ្ងាញ់មួយយ៉ាងប៉ុន្តែការីនេះឆ្ងាញ់មួយយ៉ាងបងប្អូនអាចសាកលបងបានបើសិនជាចង់សាកការីសម្រាប់ការស្លការីនេះអត់បុកគ្រឿងក៏ពិតមែនប៉ុន្តែគ្រឿងបើយើងយកមកដាក់គឺយើងអាំងឲ្យឈ្ងុយបន្តិចសិនបងប្អូនណាមានគល់ខីជាមួយនឹងរំដេងជាមួយនឹងស្លឹកក្រូចយើងចាប់ផ្ដើមដាក់ទៅបងប្អូនណាហើយរងាស់បន្តិចទៅបន្ថែមទឹកដោះគោបន្តិចទៅបន្ថែមជាមួយនឹងនេះដូងបើសិនជាបងប្អូនមានទឹកដូងយើងដូងក្អូបអីដាក់ទៅបងប្អូនណាឆ្ងាញ់តែម្ដងបន្លែដែលបន្ថែមបានជាមួយបងប្អូនអាចថែមជាមួយនឹងខ្ទឹមបារាំងជាមួយនឹងស្ដាយគួរជាមួយនឹងដលងជ្វាអីបងប្អូនអាចដាក់បាននិយាយទៅរសជាតិមួយយ៉ាងម្នាក់ចូលចិត្តបែបណាដាក់បែបហ្នឹងបងប្អូនណាទឹកតិចច្រើនបងប្អូនញ៉ាំជាមួយការីនំប៉័ងដាក់ទឹកតិចទៅបើការីនំបញ្ចុកអីបងប្អូនត្រូវការច្រើនដាក់ច្រើនទៅហើយសម្រាប់ការស្លបងប្អូនពីខ្ញុំទៅរសជាតិឆ្ងាញ់បងប្អូនកាន់តែរងាស់ទៅអាគ្រឿងហើយនឹងសាច់ហ្នឹងគឺចាប់ផ្ដើមខំគ្នាឡើងល្មួតឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនដែលគាត់ធ្លាប់សាកបងប្អូនជួយខមមិនប្រាប់ខាងក្រោមផងការស្លរបស់ខ្ញុំនេះគឺខ្ញុំស្លច្រើនដងហើយមានបងប្អូនសាកតាមក៏ច្រើនដែរអញ្ចឹងសម្រាប់ការស្លមួយមុខនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានមតិយោបល់ក្នុងការចែករំលែកជាបទពិសោធន៍ក្នុងការស្លឬក៏មានមតិយោបល់បែបណាចង់ឲ្យស្លនេះកាន់តែល្អកាន់តែឆ្ងាញ់បងប្អូនអាចចែករំលែកខាងក្រោមបានមតិយោបល់បងប្អូនទាំងអស់គ្នាខ្ញុំរីករាយក្នុងការទទួលយកហើយសម្រាប់វីដេអូមានប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបាយបាយ